ចាសួស្តីបងម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំសូមធ្វើការបង្ហាញពីប្រភេទរទេះសម្រាប់លក់ប្រហិតចៀនបុកល្ហុងសាច់គោអាំងមឹកអាំងហើយក៏គាត់មានលក់បង្គាកូនផងដែរចាហើយខាងមុខនេះដែរគឺទូសម្រាប់ដាក់ប្រហិតរបស់យើងគឺមាន4ប្រអប់បែបហ្នឹងចាមានកំហូរបិទបើកទាំង4ប្រអប់ហ្នឹងខាងក្រោមនេះគឺរូបភាពដែលយើងបិទជូនភ្ញៀវរបស់យើងគឺច្បាស់ហើយដិតស្អាតបែបហ្នឹងតែម្ដងចាហើយអានេះទូកញ្ចក់របស់យើងខាងក្រោយសម្រាប់ដាក់គ្រឿងបន្លែដូចជាគ្រឿងបុកល្ហុងអីអញ្ចឹងណាហើយខាងក្រោយនេះដែរគឺយើងមានចក្រានមួយសម្រាប់កម្ដៅបង្គាកូនឬក៏ស្ងោរអីចឹងណាហើយក៏មានចក្រានមួយសម្រាប់អាំងសាច់អាំងស្លាបមាន់អាំងអីបានចាហើយអាំងត្រីក៏បានដែរចាដោយសារតែចក្រាននោះវាធំដែរចឹងណាហើយក៏យើងមានកន្លែងបុកល្ហុងខាងក្រោយនឹងបានចាមានចាប់ជើងសម្រាប់ដាក់ក្បាលពេលដែលគាត់ជិះទៅកុំឲ្យវារត់ចូលឡើងអីចឹងណាហើយខាងលើគឺយើងមានតនើមានអីសម្រាប់ដាក់អីវ៉ាន់ដូចយើងរត់ដងអញ្ចឹងខាងក្នុងគឺគាត់ចោះតែក្បាលចក្រានមួយទេចាសម្រាប់ជៀនប្រហិតរបស់គាត់ហ្នឹងខាងក្រោមនេះគឺយើងមានទ្វារបិទបើកដាក់អីវ៉ាន់ចាក់សោបានចាហើយខាងមុខហ្នឹងក៏យើងអាចដាក់ធុងតកកដាក់អីបានដែរនិយាយរួមទៅគឺមានអាតេះនឹងមួយគឺអាចកែច្នៃលក់បានច្រើនមុខមែនតើចាតបូលអីគឺយើងប្រើជាប្រភេទតបូដេក្រែលអ៊ីសូឡង់ក្រែលអីដូចក្នុងវីដេអូដែលខ្ញុំបានបង្ហាញអញ្ចឹងចាហើយតបូនេះគឺយើងប្រើបានរហូតអត់ចាំបាច់ដោះដូរទេចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់មានចំណាប់អារម្មណ៍អីគឺអាចធ្វើការកម្មង់បានចាតាមរយៈ Facebook Store ឬតាមរយៈលេខទូរស័ព្ទដៃរបស់ខ្ញុំ3ខ្សែនៅក្នុងវីដេអូនឹងបានចាហើយក៏អរគុណច្រើនចំពោះការជឿជាក់និងគាំទ្រមកលើ Page ម៉េងយើងសិបប្រកាន់ធ្វើអតិគ្រប់ប្រភេទយើងខ្ញុំផងដែរចាហើយក៏អរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ